យប់នេះដឹងតែញាក់សាច់ដែរបាទក្នុងនោះមានពីរគូទាត់ដណ្ដើមពានធំដូចគ្នាបាទហើយយប់នេះចែកជូនដល់បងប្អូន3គូតែម្ដងពីខ្ញុំបាទ Admin BM Sport ភ្នាក់ងារ Go ខ្មែរកុំភ្លេច like comment share ជាពិសេស follow ម្នាក់មួយបាទយប់នេះ3គូមាន2គូទាត់ដណ្ដើមពានក្នុងរាត្រីតែមួយបាទក្នុងនោះមានប៉ៃអង់គ្លេសរវាងកំភ្លើងធំ Arsenal ត្រូវប៉ះគ្នាជាមួយ Man City ទាត់ដណ្ដើមពានការថាមូលនិធិឬក៏ពានមនុស្សធម៌សម្រាប់កំភ្លើងធំ Arsenal នេះគឺជាម្ចាស់ពានរង្វាន់ Premier League បាទរដូវកាលមុនហើយ Man City នេះក៏ជាម្ចាស់ពានរង្វាន់ FA Cup រដូវកាលមុនផងដែរម្ចាស់ពានប៉ះជាមួយនឹងម្ចាស់ពានបាទទាត់ដើម្បីប្រមូលទឹកប្រាក់ចូលទៅមូលនិធិឬក៏គេថាមនុស្សធម៌ហើយសម្រាប់ការប្រកួតនេះមិនមែនជាការប្រកួតធម្មតាទេទី1គឺយកមុខបាទទី2គឺបាទធ្វើប៉ុនផងដែរដូច្នេះគូនេះខ្ញុំជឿជាក់ថាក្របបាល់អាចខ្ពស់ហើយបើភាគរយឈ្នះវិញខ្ញុំជឿជាក់ទៅលើ Man City ដោយសារតែប្រហែលប្រកួតចុងក្រោយ Man City ធ្វើបានល្អមែនទែន Arsenal ពិបាកក្នុងការយកឈ្នះទៅលើ Man City ខ្លាំងណាស់យុទ្ធសាស្ត្ររបស់ Man City មួយរយៈក្រោយនេះគឺរឹងល្អហើយស្អាតបាទដូច្នេះក្របបាល់អាចលើកពី2គ្រាប់ឡើងទៅដឹងតែចូលដល់3 4គ្រាប់ហើយបាទដើម្បីឲ្យវាល្អមើលដើម្បីអូសទាញទឹកប្រាក់ធ្វើប៉ុនឲ្យបានច្រើនហើយមួយទៀតបាទឱកាសឈ្នះដឹងតែ Man City បាទសម្រាប់គូទី2វិញគឺជាការប្រកួតដណ្ដើម3បន្ទុករបស់អេស្ប៉ាញទេបាទគឺ League La Liga បាទរវាង Racing ត្រូវប៉ះគ្នាជាមួយនឹង Villarreal បាទហើយគូនេះបងប្អូនដឹងច្បាស់ហើយសម្រាប់ Villarreal គឺជាក្រុមមួយដែលមិនធម្មតាទេសម្រាប់ពាន La Liga ឆ្នាំមុន Villarreal នៅលេខរៀងទី3បាទលើ AT ទៀតបាទ Barcelona ជាម្ចាស់ពានរង្វាន់ Real Madrid នៅលេខរៀងទី2 Villarreal លេខរៀងទី3ហើយ AT ឬក៏ Atletico de Madrid នេះគឺនៅលេខរៀងទី4ហើយ Racing នេះនៅឲ្យបាតតារាងឯណោះក៏ប៉ុន្តែសម្រាប់ពួកគេធ្លាប់ប៉ះគ្នាចំនួន5ប្រកួតចុងក្រោយឈ្នះម្នាក់2ប្រកួតបាទហើយស្មើមួយប្រកួតក៏ប៉ុន្តែបើយើងប្រៀបធៀបពីកម្លាំងវិញបាទ Racing នេះគ្មានអីមកផែជាមួយ Villarreal ទេបើយើងនិយាយរួមទៅណាយប់នេះខ្ញុំជឿជាក់ទៅលើ Villarreal ហើយក្របបាល់ក៏ខ្ញុំគិតថាខ្ពស់ដែរបាទគូនេះអាចមានធ្លុះ3ទៅ4គ្រាប់ដូចគ្នាបាទឱកាសឈ្នះឬក៏ភាគរយឈ្នះទៅលើ Villarreal បាទសម្រាប់គូចុងក្រោយទី3បាទម្ចាស់ពានរង្វាន់ The Franc ត្រូវប៉ះគ្នាជាមួយនឹងម្ចាស់ពានរង្វាន់ Ligue 1 ឬក៏ Ligue ទី1របស់បារាំងនេះបាទដណ្ដើមពានរង្វាន់បាទ Super Cup របស់បារាំងដូចគ្នាបាទរវាង PSG ទៅប៉ះជាមួយឡង់បាទសិតតែកំពូលហើយបាទក៏ប៉ុន្តែសម្រាប់5ប្រកួតចុងក្រោយឡង់មិនដែលបានឈ្នះប៉ារីសទេបានស្មើត្រឹមតែមួយប្រកួតហើយប៉ារីសឬក៏ PSG នេះឈ្នះដល់តែ4ប្រកួតជាប់គ្នាតែម្ដងបាទបើយើងនិយាយរួមទៅឱកាសឈ្នះដឹងតែ PSG ហើយបងប្អូននឹងស្រាប់ហើយសម្រាប់ PSG នេះគឺជាក្រុមមួយដែលមានយុទ្ធសាស្ត្រលេងល្អមែនតើធ្វើឲ្យត្បិតតែមានទីផ្សារដោះដូរកីឡាករក៏ប៉ុន្មានក៏ប៉ុន្តែកីឡាករដែលគេត្រៀមទុកគឺមិនលក់ចេញនោះទេដើម្បីរក្សាតំណែងខ្លួនឯងហើយ PSG ក៏ជាម្ចាស់ពានរង្វាន់បាទ UCL ឬក៏ Champions League នេះ2ឆ្នាំជាប់គ្នាកន្លងមកហើយបាទហើយពេលរដូវកាលជាប់គ្នានេះគឺពួកគេខ្លាចទៅជាសម្ដេចក្រាញ់នៅខាងប៉ែកអឺរ៉ុបហើយបាទហើយឆ្នាំនេះតែតើមើល PSG អាចគ្រងតំណែងឬក៏បន្តខ្លាយទៅជាម្ចាស់ពានរង្វាន់ UCL 3ឆ្នាំជាប់បានដែរទេយប់នេះហើយគូនេះផងដែរភាគរយឈ្នះដឹងតែ PSG ហើយក្របបាល់ខ្ញុំជឿជាក់ថាខ្ពស់ទៀតហើយព្រោះវាគេថាការប្រកួតដណ្ដើមពានរង្វាន់ដូច្នេះដឹងតែបុករៀងខ្លួនហើយបាទកុំភ្លេចចូលរួមតាមដានជាមួយនឹងខ្ញុំបាទ Admin BM Sport ទាំងអស់គ្នាសូមអរគុណច្រើន